ថ្ងៃនេះសូមចុចវីដេអូតាក់ទងទៅនឹងបទពិសោធន៍នៃការជ្រើសរើសខាស៊ីតសម្រាប់សាំងកាពិតទៅគិតថាមានខាស៊ីតមួយនឹងគ្រប់គ្រាន់ហើយសម្រាប់សាំងក៏ប៉ុន្តែត្រូវតែមានខាស៊ីតបន្ថែមមួយទៀតសម្រាប់សាំងព្រោះដោយសារកូនកាន់តែធំគឺទីតាំងកាន់តែជាស្មោះត្រង់ទៅខ្ញុំក៏ធ្លាប់គិតថាទិញរទេះរុញមួយដែលអាចធ្វើជាខាស៊ីតបានផងរទេះរុញផងចំណេញហើយងាយស្រួលក៏ប៉ុន្តែតាមបទពិសោធន៍នៅក្នុងការប្រើប្រាស់ជាក់ស្ដែងមិនដឹងថាវាមានអត្ថប្រយោជន៍បែបណាខ្លះនៅពេលដែលខ្ញុំបានប្រឹក្សាជាមួយអ្នកជំនាញផ្នែកផលិតផលទារកនិងកុមាររបស់ហាង Sante Bebe ក៏សម្រេចចិត្តថាជ្រើសរើសកៅអីសុវត្ថិភាព brand Daichi One Flex 360 Season 2គឺជាខាស៊ីតមួយដែលជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងប្រទេសកូរ៉េហើយផលិតផលផ្ទាល់នៅប្រទេសកូរ៉េទៀតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនយក្សដែលមានបទពិសោធន៍ក្នុងការផលិតកៅអីសុវត្ថិភាពជាង30ឆ្នាំហើយអ្នកទាំងអស់គ្នាប្រយោជន៍ច្រើនណាស់ដែលខ្ញុំនិងគ្រួសាររបស់ខ្ញុំចង់បានហើយក៏សម្រេចចិត្តថាត្រូវតាយកមក brand Daichi រូបរាងដ៏ស្រស់ស្អាតបែបនេះយកមកឲ្យអូនសៀងប្រើសម្រាប់រូបរាងវិញពេញចិត្តស្ដោកតែម្ដងហើយអាចប្រើប្រាស់បានចាប់ពីកូនយើងកើតរហូតដល់កូនក្មេងអាយុ5ឆ្នាំផងដែរអ្នកទាំងអស់គ្នាចិនដែរណាដល់កូនយើង5ឆ្នាំយើងអត់ចាំបាច់ចំណាយច្រើនជាមួយនឹងខាស៊ីតនឹងសម្រាប់លក្ខខណ្ឌពិសេសរបស់ខាស៊ីតនេះវិញអាចពលាតផ្អែកខ្នងរហូតដល់105សង់ទីម៉ែត្រហើយក៏ជាកៅអីរថយន្តដំបូងគេបង្អស់នៅប្រទេសកូរ៉េហើយក៏ជាប់ស្តង់ដារសុវត្ថិភាព eyesight អាចពវល់បានមុខក្រោយចំហៀងមកឆ្ងាញ់ហ្មងត្រឹមតែចុចមកបេតុងឯងអាចពវល់បានហើយសម្រាប់កូនដែលដាក់ក្នុងខាស៊ីតអ្នកដែលបបើទឹកដោះគោគឺកាន់តែងាយស្រួលសម្រាប់ពួកគាត់មែនតើមានមុខងារទិសដៅបែរមុខទៅក្រោយហើយសម្រាប់ខាស៊ីតមួយនេះវិញទៀតគឺអាចទ្រទ្រង់ទម្ងន់ជាមួយនឹងអូនដែលមានទម្ងន់ដល់ទៅ18គីឡូឬក៏កុមារដែលមានកម្ពស់105សង់ទីម៉ែត្រអ្វីដែលចាំបាច់បំផុតគឺការពារក្បាលរបស់ទារកនិងកុមារនឹងតែម្ដង One hand control កៅអីបង្វិលបាន360ដឺក្រេណាដែលគ្រាន់តែប្រើដៃម្ខាងឯងមានភាពរលូនងាយស្រួលហ្មងសម្រាប់ម៉ាមីដែលគាត់មើលថែទារកតែម្នាក់ឯងអង្គុយខាងក្រោយឡានសម្រាប់ indicator system វិញមកពាក់ទៅដោយប្រព័ន្ធបង្ហាញពីសញ្ញាពណ៌បៃតងមានសុវត្ថិភាពពណ៌ក្រហមមានន័យថាអត់សុវត្ថិភាពទេហើយវាមានភាពងាយស្រួលមែនតើហើយក៏សុវត្ថិភាពជាងមុនដែរដោយម៉ាមី Daddy ពិនិត្យពីស្ថានភាពនៃការប្រើមុខងារនីមួយៗបានមុននឹង ready ដាក់អូននៅលើខាស៊ីតផងហើយសម្រាប់ level inner seat តំណអង្គុយនៅខាងក្នុងដែលអូនអង្គុយហ្នឹងអាចផ្លាស់ប្ដូរដល់ទៅ5កម្រិតស្របទៅតាមការលូតលាស់ពីកុមារ0ខែរហូតដល់5ឆ្នាំងាយស្រួលដោះដូរមែនតើច្រើនសពពុកកៅអីដែលអូនអង្គុយផលិតពីវត្ថុធាតុ Oratin Foam ហើយវាមានភាពទន់ល្មើយផ្ដល់អារម្មណ៍ពិសេសដល់កូនយើងហើយវាមានផាសុខភាពមែនតើហ្មងយល់ទៅគឺជាបច្ចេកវិទ្យាចុងក្រោយតែមួយគត់របស់ប្រទេសនិយាយពី ribbon stopper វិញវាមានមុខងារសំខាន់ណាស់បើសិនជាយើងក្លាប់កៅអីរថយន្តនៅពេលជួបគ្រោះថ្នាក់វាការពារច្រើននៅក្នុងនិយាយពីក្បាលកៅអីរថយន្តវិញក៏អាចកែបានតាមតម្រូវការលូតលាស់របស់កុមារដែររហូតដល់ទៅ6កម្រិតអញ្ចឹង Daddy Mami សាំងគឺគិតត្រូវហើយក្នុងការជ្រើសរើស brand Daichi សម្រាប់ car seat ឲ្យអូនទុកប្រើរហូតដល់អូនអាយុ5ឆ្នាំផងដែរ